ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាថ្ងៃនេះជួបគ្នាជាមួយនឹងវីដេអូដែលខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាអំពីដ្រូនម៉ូដថ្មីមួយដែលទើបតែនឹងចេញកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025យើងនេះដ្រូននេះគឺមានឈ្មោះថា DJI Mini 5 Pro អូខេ DJI Mini 5 Pro DJI Mini 5 Pro គឺជាប្រភេទដ្រូន mini នៃផលិតផលរបស់ក្រុមហ៊ុន DJIវាជាផលិតផលចុងក្រោយបំផុតប្រចាំឆ្នាំ2025យើងនេះហើយវាក៏ជាស៊េរីខ្ពស់បំផុតនៃប្រភេទ drone mini របស់ក្រុមហ៊ុន DJI ផងដែរអញ្ចឹងប្រភេទ mini គឺវាមានច្រើនប្រភេទមានស៊េរីចាស់គឺមាន Mavic Mini Mini SE Mini 2 Mini 2 SE ហើយនឹងមកដល់បច្ចុប្បន្នកាលនេះគឺ Mini 4K ជារូបរាងដូចគ្នាទាំងអស់3 4ម៉ូដហ្នឹងហើយបន្តមកទៀតបានចូលដល់ប្រភេទ Mini 3ដែលអាចថតបញ្ចូល lens បានបន្តមក Mini 3 Pro Mini 4 Pro ហើយបាន version ចុងក្រោយប្រចាំឆ្នាំ2025យ៉ាងនេះគឺ Mini 5 Pro អូខេអញ្ចឹង Mini 5 Pro គឺគេបានធ្វើការ upgrade ពី Mini 4 Pro មកឲ្យវាមានសមត្ថភាពខ្លាំងជាងល្អជាង Mini 4 Pro ទីមួយទៅលើផ្នែក sensor វាភ្ជាប់មកជាមួយនឹងsensor មកជុំដូចគ្នាតែវាមាន sensor LiDAR សម្រាប់ការពារឧបសគ្គទាំងពេលភ្លឺនិងពេលល្ងិតទាំងពេលយប់និងពេលថ្ងៃទី2គឺគេ upgrade ទៅលើមុខងារទៅលើកាមេរ៉ាវាភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលមាន sensor ទំហំធំរហូតដល់ទៅ1អ៊ីងដែលនៅលើ Mini 4 Pro នេះទំហំត្រឹមតែ1ភាគ 1.3 អ៊ីងតែប៉ុណ្ណោះទូជាង Mini 5 Pro បាទហើយមួយទៀត Mini 5 Pro នេះគឺ upgrade ទៅលើថាមពលថ្មប្រភេទថ្ម Plus របស់ Mini 5 Pro នេះគឺអាចហោះបានរហូតដល់ទៅ52នាទីពេលថ្ម Plus នៅលើ Mini 4 Pro បានតែជាង40នាទីទេបាទហើយវាក៏បានធ្វើការ upgrade ទៅលើផ្នែក software ក៏ដូចជាមុខងារហោះតាមនោះឲ្យកាន់តែល្អជាង drone DJI Mini 4 Pro អូខេអញ្ចឹងនៅខាងមុខអ្នកទាំងអស់គ្នានេះគឺជាសម្ភារៈទាំងអស់ដែលមកជាមួយនឹង drone DJI Mini 5 Pro ឈុត Flymore Combo Plus Flymore Combo Plus បាទ Mini 5 Pro នេះមកជាមួយនឹងថ្ម2ប្រភេទថ្មធម្មតាគឺវាអាចហោះបានរយៈពេល36នាទីហើយសម្រាប់ប្រភេទថ្ម Plus គឺវាអាចហោះបានរយៈពេលរហូតដល់ទៅ52នាទីអញ្ចឹងអ្នកនរនេះអាចសម្គាល់នៅលើប្រអប់វាបានគឺគេមានសរសេរដែរ Flymore Combo Plus DJI RC2 ហើយខាងនេះគេដាក់នាទីគឺ3គុណនឹង52មីនគុណនឹង3មានន័យថាថ្ម Plus ទាំង3គ្រាប់ហើយថ្ម Plus នីមួយៗហ្នឹងហោះបានរហូតដល់ទៅ52នាទីអូខេអញ្ចឹងនេះគឺជាសម្ភារៈទាំងអស់ដែលមកជាមួយនឹង drone DJI Mini 5 Pro ឈុត Flymore Combo Plus បាទគឺយើងទទួលបាន drone នេះមួយ Mini 5 Pro Mini 5 Pro កន្លែងនេះវា upgrade ពណ៌ដែរហ្នឹងហើយពណ៌វារៀងប្រផេះជាង Mini 4 Pro Mini 3 Mini 3 Pro ណារៀងដាកជាងល្ងិតជាងបាទ remote វាក៏រៀងល្ងិតជាងបន្តិចដែរបើយើងអត់ចាប់អារម្មណ៍អត់បានដឹងទេបាទហើយថ្មសរុបមានរហូតដល់ទៅ3គ្រាប់ហើយនេះគឺជាប្រអប់សម្រាប់សាកថ្ម Plus គឺមានកម្លាំងរហូតដល់ទៅ4680មីលីអាំពែណាបាទហើយចំណុចពិសេសមួយទៀតនៅលើ hub របស់ Mini 5 Pro នេះគឺវាអាចសាកថ្មចូលបានម្ដងទាំង3គ្រាប់បាទ hub Mini 4 Pro Mini 3 Mini 3 Pro គឺចូលម្ដងមួយគ្រាប់តែសម្រាប់ hub របស់ Mini 5 Pro នេះគឺយើងដោតដុំសាកចូលទៅគឺវាអាចសាកបានម្ដងទាំង3គ្រាប់តែម្ដងហើយខាងនេះគឺជា remote DJI RC2 អ្នកនេះធ្លាប់ស្គាល់ហើយ DJI RC2 នេះគឺវាចេញមកជាមួយនឹង drone DJI Air 3S ហើយ DJI RC2 នេះក៏អាចប្រើបានជាមួយនឹង drone DJI RC2 នេះគឺវាចេញមកដំបូងបំផុតជាមួយនឹង drone DJI Air 3បាទហើយក៏នៅមកដល់បច្ចុប្បន្ននេះ DJI RC2 នេះគឺប្រើបានច្រើន model ដូចជា DJI Neo DJI Flip DJI Air 3 Air 3S Mini 4 Pro ឥឡូវ Mini 5 Pro ហើយនឹង drone DJI Mavic 4 Pro ផងដែរបាទម៉ូដខាងដែលខ្ញុំបានរៀបរាប់ហ្នឹងគឺសិតតែប្រើបានជាមួយនឹង drone សិតតែប្រើបានជាមួយនឹង remote DJI RC2 បាទហើយនៅខាងប្រអប់នេះវិញគឺមកជាមួយនឹង slab សកួរចំនួន6 slab គឺ A 3 slab ហើយនឹង B 3 slab ពណ៌ទឹកក្រូចហ្នឹងដែលយើងហៅខាង A slab ដែលគេមាន highlight ពណ៌ទឹកក្រូចហ្នឹងខាង A ចំនួន3 slab ហើយ slab ដែលមានពណ៌ប្រផេះដែលគេដាក់អក្សរ B ហ្នឹងចំនួន3 slab សរុប6 slab ស្មើនឹង1ឈុតកន្លះ
ហើយ slab របស់ Mini 5 Pro នេះពិសេសមែនតើវាអត់ត្រូវការតុល្វីសមូលដោះដូរដូចទៅនឹងស៊េរីមុនទេគឺយើងអាចគ្រាន់តែសកត់វាធ្វើដូចទៅនឹង Air ហើយនឹងប្រភេទ Mavic ដែរគ្រាន់តែយើងសកត់កាត់លើ slab ហ្នឹងហើយបវលមកដកចេញបានហើយឃើញទេបាទអញ្ចឹងបើប្រភេទ Mini 4 Pro Mini 3 Pro អីត្រូវការតុល្វីសដោះដូរអញ្ចឹង Mini 5 Pro នេះវាធ្វើឲ្យកាន់តែងាយស្រួលជាងមុនបាទហើយ item បន្ទាប់ទៀតគឺខ្សែសាកប្រភេទ Type C Type C បច្ចុប្បន្នកាល DJI ក៏ដូចជាក្រុមហ៊ុនអេឡិចត្រូនិកផ្សេងទៀតគឺបានដកដុំសាកចេញអស់ហើយភាគច្រើនគេឲ្យតែដូចសាកទេខ្សែសាកទេគឺប្រើខ្សែសាកប្រភេទ Type C សងខាងបាទ Type C សងខាងអញ្ចឹងអ្នកនរនេះអាចយកវាទៅសាកជាមួយដុំសាកថ្មទូរស័ព្ទឬក៏ដុំសាកដែលយើងមានស្រាប់ហើយបើអត់មានទេអាចកំងទិញបានយើងមានលក់ដុំសាកវាដែរបាទហើយcáiនេះគឺប្រអប់ ND filter អញ្ចឹងMini 5 Pro នេះគឺ DJI បានផ្ដល់ ND filter មកស្រាប់តែម្ដងដែលមានចំនួនរហូតដល់ទៅ3គ្រាប់ណាមាន ND លេខ8 32និង128 ND នេះគឺល្អប្រើនៅពេលដែលយើងថត drone នៅពេលថ្ងៃពេលដែលមានពន្លឺចាំងចូលទៅក្នុងកាមេរ៉ាវាដូចជារូបស្លឹកឬក៏វីដេអូអញ្ចឹងពេលដែលយើងអត់មាន ND ទេបើសិនជាយើងថតប្រច្រាស់ថ្ងៃឬថតពេលថ្ងៃក្តៅហ្នឹងធ្វើឲ្យវីដេអូយើងរាងសស្លេកអញ្ចឹងណាប៉ុន្តែបើយើងដាក់ ND ទៅស្ទុំស្អាតតែម្ដងបាទអ្នកនរនេះអាចសាកល្បងប្រើបានតែបើយើងចង់សាកយើងសាកពីលេខតូចទៅសិនឲ្យយើងយល់ពីកម្រិតពលឺសិនចាំយើងប្រើប្រាស់វាបាទអញ្ចឹង ND មកស្រាប់ចំនួន3ហើយបន្តមកទៀតនេះគឺជា zip logo របស់ក្រុមហ៊ុន sticker logo របស់ក្រុមហ៊ុន DJI អាហ្នឹងសៀវភៅណែនាំពីរបៀបប្រើប្រាស់បាទយើងតនេយើងអានសៀវភៅវាទៅដើម្បីឲ្យយល់ច្បាស់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បាទឬក៏អាចពេលដែលអ្នកនរគ្នាទិញនៅ MBS គឺយើងមានវីដេអូបង្រៀនឬក៏បង្ហាញពីរបៀបប្រើប្រាស់ស្ដែងតែម្ដងអញ្ចឹងមិនចាំបាច់ពិបាកក្នុងការអានសៀវភៅច្រើនទេអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយនេះជាកាបូបរបស់ Mini 5 Pro នេះបាទកាបូបរបស់វាធំចង់ប៉ុណ្ណឹងកាបូប Avatar 2 ហើយធំតលាយបាទមើលទៅដូចជាកាបូប DJI Flip ដែរប៉ុន្តែអត់មាន logo ដូចពីមុនទេកាបូបស៊េរីមុនស៊េរីខ្លះគឺមាន logo DJI លើនេះប៉ុន្តែកាបូប Mini 5 Pro នេះអត់មាន logo ទេបាទឈ្ងុយបាទអវ៉ាន់ថ្មីអូខេឥឡូវយើងចូលមកដល់លក្ខណៈពិសេសនៅលើ drone DJI Mini 5 Pro នេះវិញទី1 Mini 5 Pro គឺបានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលមាន sensor ធំ lens កាមេរ៉ារបស់វាហ្នឹងគឺមាន sensor រហូតដល់ទៅ 1 inch sensor 1 inch ហ្នឹងយើងធ្លាប់បានឃើញនៅលើ drone DJI Air 3S កាមេរ៉ា Gold របស់ Air 3S ហ្នឹងគឺ sensor 1 inch ដែលវាអាចថតរូបស្លឹកបានរហូតដល់ទៅ50 megapixel អញ្ចឹង sensor ធំអញ្ចឹងមានន័យថាវាធ្វើឲ្យវីដេអូឬក៏រូបថតយើងថតបានកាន់តែច្បាស់បាទហើយកាមេរ៉ារបស់វានេះក៏អាចថតជាវីដេអូបានរហូតដល់ទៅ HDR ហ្នឹងបានរហូតដល់ទៅ 4K 60 frame ហើយបើអ្នកនរនេះថតជាលក្ខណៈ slow motion គឺអាចបាន 4K រហូតដល់ទៅ120 frame បាទ super slow motion តែម្ដងបាទហើយ DJI Mini 5 Pro នេះក៏ភ្ជាប់មកជាមួយនឹង gimbal ដូចទៅនឹង drone ដទៃដែរប៉ុន្តែ gimbal របស់វានេះគឺពិសេសដូចទៅនឹង gimbal ដែលមាននៅលើ drone Mavic 4 Pro អញ្ចឹងទី1គឺវាអាចថត Pixel lens បាន True Vertical lens ដូចទៅនឹង drone Mini 3 Mini 3 Pro Mini 4 Pro ដែរតែលក្ខណៈដែលលើសនៅលើ Mini 5 Pro នេះគឺ gimbal វានេះអាចបញ្ឈរឲ្យបវលឲ្យលើសបញ្ឈរនឹងទៅបានទៀតរហូតដល់ទៅ225 degree មានន័យថាវាយើងអាចថតជាលក្ខណៈវីដេអូ spin វិលហើយរូបបាសជើងឡើងលើអញ្ចឹងក៏បានដែរបាទនៅលើ gimbal របស់ DJI Mini 5 Pro បាទអូខេអញ្ចឹងចំណុចពិសេសបន្តទៅទៀតនេះតាក់ទងទៅនឹង sensor Mini 5 Pro នេះគឺភ្ជាប់មកជាមួយនឹង sensor ដែលមាន sensor ការពារខ្លួនមួយជុំតែម្ដងប៉ុន្តែកាន់តែពិសេសខ្លាំងនៅលើ sensor នេះគឺវាបានភ្ជាប់មកជាមួយនឹង sensor LiDAR ជា sensor របស់ក្រុមហ៊ុន LiDAR sensor LiDAR នេះគឺយើងធ្លាប់បានឃើញនៅលើ drone DJI Air 3S មុនគេតមក Mavic 4 Pro ឥឡូវគឺមាននៅលើ DJI Mini 5 Pro នេះ sensor LiDAR នេះគឺវាអាចមើលឃើញឬក៏ចាប់ឧបសគ្គបានទាំងពេលល្ងិតនិងពេលភ្លឺទាំងពេលយប់និងពេលថ្ងៃបាទ sensor បើ drone ដែលអត់មាន sensor របស់ DJI drone ដែលអត់មាន sensor LiDAR ទេគឺ sensor របស់វាដំណើរការតែពេលភ្លឺទេអញ្ចឹងពេលយប់វាអត់ដំណើរការអញ្ចឹងមានថាពេលយប់វាមើលឧបសគ្គអត់ឃើញគឺវាបិទដោយស្វ័យប្រវត្តិតែម្ដងតែសម្រាប់ Air 3S Mavic 4 Pro Mini 5 Pro នេះគឺមាន sensor ដែលអាចមើលឧបសគ្គបាន
ពេលយប់ក៏អាចមើលឧបសគ្គបានដែរបាទអូខេចំណុចបន្ទាប់មកទៀតនេះ Mini 5 Pro នេះគឺរាងរបស់វាគឺ slim ជាង Mini 4 Pro បន្តិចបាទរាងវារាងវែងជាងបន្តិចពណ៌រាងកម្ៅជាងហើយពេលដែលយើងកាន់ទៅវារាងស្រួលកាន់ជាង Mini 4 Pro បន្តិច Mini 4 Pro វារាងកម្ៅជាងបន្តិចបាទហើយចំណុចពិសេសបន្ទាប់មកទៀតហ្នឹងគឺតាក់ទងទៅនឹងថាមពលថ្មវាហ្នឹងគឺវាមានថ្មពីរប្រភេទបើថ្មធម្មតាគឺវាអាចហោះបានរយៈពេល36នាទីហើយបើប្រភេទថ្ម Plus នេះវាមានកម្លាំងផ្ទុករហូតដល់ទៅ4680មីលីអាំពែតាមដែល spec ក្រុមហ៊ុនផ្ដល់ឲ្យហ្នឹងគឺវាអាចហោះបានរហូតដល់ទៅ52នាទីយូរខ្លាំងមែនតើបាទអូខេហើយតាក់ទងទៅនឹងកម្ពស់ drone នេះក៏អាចហោះបានកម្ពស់500ម៉ែត្រដោយទៅនឹង drone ផ្សេងដែរតាក់ទងទៅនឹងចម្ងាយខ្ញុំនិយាយទៅតាម spec ក្រុមហ៊ុនផ្ដល់ឲ្យគឺ drone នេះអាចហោះបានយើងអាចបញ្ជាពី remote នេះមកកាន់ drone នេះបានចម្ងាយ32គីឡូម៉ែត្រហើយតាក់ទងទៅនឹងការបញ្ជូនរូបភាពគឺវាអាចបញ្ជូនរូបភាពបានចម្ងាយរហូតដល់ទៅ20គីឡូម៉ែត្របាទ20គីឡូម៉ែត្រគឺឆ្ងាយខ្លាំងមែនតើណាបាទអូខេហើយវាក៏មានមុខងារហោះថតដោយ drone ផ្សេងដែរដូចជាមុខងារ quick shot master shot panorama នេះគឺមានមុខងារថតរូប180ដឺក្រេរូប360ដឺក្រេដោយទៅនឹង drone ដតៃទៀតដែរមានមុខងារហោះជុំវិញមុខងារ spotlight មុខងារមើលយើងមុខងារថតយើងអញ្ចឹងណាហើយកាន់តែពិសេសគឺវា upgrade ទៅលើមុខងារហោះតាម360លក្ខណៈ360នឹងក៏គេបានបញ្ជាក់ដែរមុខងារហោះតាមក៏វាមាន function ថ្មីមួយទៀតដូចជាមុខងារនៅពេលដែលយើងរត់ហាត់ប្រាណឬមុខងារនៅពេលដែលយើងជិះកង់អីចឹងណាជិះកង់តាមហោះតាមពេលដែលយើងជិះកង់លក្ខណៈ360បាទហើយវាមិនត្រឹមតែតាមពេលយើងរត់ឬក៏ពេលយើងជិះកង់ទេយើងជិះម៉ូតូយើងជិះឡានក៏វាអាចធ្វើការហោះតាមយើងបានផងដែរបាទខ្ញុំចូលចិត្តប្រើមុខងារហោះតាមនេះនៅពេលដែលយើងទៅដើរលេងហោះតាមឡានឬក៏យើងរត់អីចឹងគឺល្អមែនតើយើងអាច select ឲ្យវាហោះតាមយើងម្ដងពីមុខម្ដងពីក្រោយម្ដងពីស្ដាំម្ដងពីឆ្វេងឬក៏ឲ្យវាហោះអូតូម៉ាទិកហោះតាមយើងហើយហោះម្ដងស្ដាំម្ដងឆ្វេងម្ដងមុខម្ដងក្រោយទៀតគឺDJI គឺធ្វើបានល្អមែនតើបាទអូខេអញ្ចឹងទាំងអស់នេះគឺជាចំណុចពិសេសក៏ដូចជាសម្ភារៈទាំងអស់ដែលមកជាមួយនឹង drone DJI Mini 5 Pro បាទទី1មកជាមួយនឹងកាមេរ៉ាដែលមាន sensor ធំថតច្បាស់វីដេអូ 4K 60 frame ថតច្បាស់ sensor ការពារខ្លួនមួយជុំ sensor ការពារបានទាំងពេលភ្លឺនិងពេលល្ងាចទាំងពេលយប់និងពេលថ្ងៃរយៈពេលហោះបានយូរបើអ្នកនរគ្នាជ្រើសរើសយក Fly Mode Combo Plus បាទហើយបើអ្នកនរគ្នាជ្រើសរើសយក set DJI RC2 អ្នកនរគ្នានឹងទទួលបាន remote បែបនេះហើយកន្លែងនេះខ្ញុំចង់បញ្ជាក់មួយទៀត Mini 5 Pro នេះក៏ support ជាមួយនឹង DJI RC Pro 2 ផងដែរបាទអ្នកនរគ្នាមាន remote ស្រាប់ remote DJI RC Pro 2 ដែលមកជាមួយនឹង drone DJI Mavic 4 Pro នេះក៏អាចយកភ្ជាប់ជាមួយនឹង drone DJI Mini 5 Pro នេះផងដែរបាទអញ្ចឹងថ្មហោះបានយូររយៈពេល52នាទីកម្ពស់500ម៉ែត្រការបញ្ជូនរូបភាពរហូតដល់20គីឡូម៉ែត្រចម្ងាយរហូតដល់ទៅ32គីឡូម៉ែត្រនិងមានមុខងារ Marketplace សម្រាប់ប្រើប្រាស់បាទមុខងារហោះតាមមុខងារហោះជំវិញ Master Shot Quick Shot អូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាយើងនឹងជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀតអរគុណច្រើន